មានអារម្មណ៍ថាសប្បាយរំភើបនឹកឃើញដល់កាលពីអតីតកាលនៅក្មេងៗអូខ្ញុំក៏អញ្ចឹងដែរសប្បាយថាសប្បាយហើយលោកនឹកងាចេញហើយសប្បាយពេកភ្លេចទៅនិយាយបងប្អូនដល់គ្នាបាទសប្បាយថ្ងៃនេះមានអារម្មណ៍រំភើបសប្បាយមែនតើមានអារម្មណ៍ថារំភើបសប្បាយរីករាយហើយរំភើបរីករាយសប្បាយបងសប្បាយរីករាយសប្បាយដូចគ្នាបងសប្បាយដូចគ្នាបាទសប្បាយបងសប្បាយសប្បាយសប្បាយបងសប្បាយខ្លាំងបងសប្បាយមកណាសួស្តីបងប្អូនដល់គ្នាថ្ងៃនេះគឺសង្ក្រាន្តឆ្នាំថ្មីនៅក្នុងកម្រងអមលធារាតោះឥឡូវយើងមកមើលទស្សនវិជ្ជារួមនៅក្នុងកម្មវិធីបាទយើងមានការលេងល្បែងប្រជាប្រិយជាច្រើនឥឡូវនេះគឺត្រៀមរាំវងឲ្យបងប្អូនដល់គ្នាបាទលយមែនតើបាទហើយឥឡូវនេះគឺកន្លែងតុទទួលទានអាហារឃើញថាលយមែនតើហើយមានពួកគេញ៉ាំជាច្រើនផងដែរបាទអញ្ចឹងយើងមកមើលមកឥឡូវយើងពុំរៀបចំល្បែងប្រជាប្រិយអូខេបាទឥឡូវនេះយើងកំពុងតែត្រៀមវាយកោពុំត្រៀមវាយកោបាទបងប្អូនទាំងគ្នាបាទយើងឥឡូវយើងសម្ភាសបងស្រីមួយសួស្តីបងមានអារម្មណ៍មិនដែរថ្ងៃចូលឆ្នាំខ្មែរនេះរីករាយសប្បាយសប្បាយហ្នឹងហើយសប្បាយតែប៉ុណ្្នឹងមានអីខុសពីហ្នឹងហ៎សប្បាយថាសប្បាយហើយលោកនឹកងាចេញហើយសប្បាយពេកភ្លេចទៅនិយាយបងប្អូនដល់គ្នាបាទអរគុណបងអរគុណបាទអូខេតោះឥឡូវយើងទៅសម្ភាសបន្តទៀតមានសួរស្រីស្អាតទាំង3បាទមានចំណាំអារម្មណ៍មិនដែរថ្ងៃនេះសប្បាយបងសប្បាយរីករាយសប្បាយរំភើបខ្លាំងចុះថ្ងៃនេះវិញសប្បាយដូចគ្នាបងសប្បាយដូចគ្នាបាទចុះស្រីស្អាតកុំមានសប្បាយខ្លាំងអត់ខ្លាំងណាស់សប្បាយមកណាអរគុណច្រើនអរគុណបាទតើលើទៅសម្ភាសទៀតមានអារម្មណ៍មិនដែរស្រីស្អាតមានអារម្មណ៍ថាសប្បាយអូសប្បាយមានអារម្មណ៍មិនដែរស្រីស្អាតសប្បាយបងបាទសប្បាយស្អាតសុភាមួយចង់សួរស្រីស្អាតថាចង់ឲ្យមានកម្មវិធីបែបនេះជារៀងរាល់ឆ្នាំអត់ចង់បងចង់មានកម្មវិធីបែបនេះជារៀងរាល់ឆ្នាំហ្មងព្រោះពេលយើងមានកម្មវិធីអញ្ចឹងទៅធ្វើឲ្យក្រុមការងារយើងសប្បាយហើយគឺយើងមានភាពស្និទ្ធស្នាលមួយគ្នាទៀតកម្មវិធីនេះគឺពិតជាពិសេសមែនតើសម្រាប់កម្មវិធីនេះអាចឲ្យយើងបានជួបជុំហើយសប្បាយជុំគ្នាហើយបង្កើនភាពស្និទ្ធស្នាលជាមួយនឹងបាទក្រុមការងារបានបន្ថែមទៀតជារួមទៅចង់ឲ្យអូនមានចំណាប់អារម្មណ៍បន្តិចខ្លាញ់អំណរអរគុណដល់ក្រុមហ៊ុនទាំងមូលបាទសម្រាប់ខ្ញុំជាបុគ្គលិកខ្ញុំសូមថ្លែងអំណរគុណដល់ក្រុមហ៊ុនអំអិលអង្គររាធីជូនពរដល់ឲ្យអំអិលអង្គររាធីមានកាន់តែរីកចម្រើនរីកដុតផ្សិតតែម្ដងគ្រប់កម្រងហើយជូនពរឲ្យក្រុមហ៊ុនទាំងមូលទទួលបានអតិថិជនច្រើនទេយ៉ាទទួលបានអតិថិជនកាន់តែច្រើនអូខេខ្ញុំក៏អរគុណដូចគ្នាដែលបានចូលរួមសម្ភាសន៍មួយនេះតោះឥឡូវយើងទៅបេសកកម្មបន្តទៀតអរគុណស្រីស្អាតលោកសួរចង់សួរចំណាប់អារម្មណ៍បងមួយសម្រាប់ថ្ងៃនេះមានអារម្មណ៍មិនដែរមានអារម្មណ៍ថារំភើបសប្បាយរីករាយហើយចង់ឲ្យក្រុមហ៊ុនរៀបចំកម្មវិធីនឹងជារៀងរាល់ឆ្នាំទៀតតាមក្រោយទៀតអូខេអញ្ចឹងជាទូទៅចង់ឲ្យមានកម្មវិធីបែបនេះជារៀងរាល់ឆ្នាំចាអូខេអញ្ចឹងអរគុណច្រើនបងបាទឥឡូវយើងស្វែងរកបេសកកម្មស្រីស្អាតឃើញមួយទៀតហើយសួស្តីអូនចំណាប់អារម្មណ៍ថ្ងៃនេះមិនដែររំភើបរីករាយហើយចង់ឲ្យកម្មវិធីបែបនេះកើតឡើងជារៀងរាល់ឆ្នាំអត់ចង់អូខេអញ្ចឹងសម្រាប់កម្មវិធីនេះអូនមានចំណាប់អារម្មណ៍បែបម៉េចដែរបន្ទាប់ពីឃើញក្រុមការងារយើងសប្បាយអញ្ចឹងរីករាយមែនតើព្រោះឃើញគាត់មានគេថាលេងល្បែងប្រជាប្រិយខ្មែរយើងអញ្ចឹងណាចានិយាយទៅសូមឲ្យខ្ញុំក៏ចង់លេងដែរហើយបានលេងហើយចុះនៅធៀមខ្លួនកំពុងតែត្រៀមខ្លួនតិចទៀតគេលេងល្បែងប្រជាប្រិយយើងអាចចូលលេងបានទាំងអស់គ្នាអូខេចឹងអរគុណច្រើនបាទជំរាបសួរមកថ្ងៃនេះមានអារម្មណ៍មិនដែរបងសប្បាយចិត្តបងចង់ឲ្យកម្មវិធីនេះកើតឡើងជារៀងរាល់ឆ្នាំហ៎បងចាចង់កើតឡើងពេលដែលបងឃើញក្រុមការងារយើងជួបជុំសប្បាយគ្នាអញ្ចឹងបងមានអារម្មណ៍មិនដែរមានអារម្មណ៍ថាសប្បាយរំភើបនឹកឃើញដល់កាលពីអតីតកាលនៅក្មេងៗអូខ្ញុំក៏អញ្ចឹងដែរអញ្ចឹងជាចុងក្រោយសូមឲ្យបងថ្លែងអំណរគុណបន្តិចបានទេបងចង់បើសិនជាថ្លែងអំណរគុណបងចង់ថ្លែងអំណរគុណទៅម្ចាស់ក្រុមហ៊ុនណាបងអាចថ្លែងអំណរគុណបែបម៉េចដែរទៅ
ដំបូងខ្ញុំសូមថ្លែងអំណរគុណដល់ក្រុមហ៊ុន ML Quality ថ្នាក់ដឹកនាំទាំងអស់ដែលលោកបានខិតខំប្រឹងប្រែងប្រារព្ធប្រធាននេះឡើងមកដើម្បីថែរក្សាវប្បធម៌ជាតិរបស់យើងហើយដើម្បីឲ្យបុគ្គលិកទាំងអស់បានជួបជុំគ្នាសប្បាយអបអរត្រៀមទទួលទេវតាឆ្នាំថ្មីអរគុណច្រើនបងស្រីពិតជាមានភាពក្បោះក្បាយមែនតើបាទអរគុណបងអរគុណបាទអញ្ចឹងឥឡូវនេះយើងនឹងស្វែងរកបេសកកម្មបន្តទៀតជាមួយនឹងស្រីស្អាតប្រុសស្អាតឥឡូវយើងបានសម្ភាសស្រីស្អាតច្រើនហើយយើងទៅសម្ភាសជាមួយនឹងប្រុសស្អាតវិញម្ដងតើអូខេបងប្អូនទាំងគ្នាយើងបានសម្ភាសស្រីស្អាតជាច្រើនឥឡូវស្វែងរកប្រុសស្អាតវិញដល់ឥឡូវយើងឃើញហើយលោកសូបងចង់សួរបងថាកម្មវិធីនេះសប្បាយអត់សប្បាយថ្ងៃនេះមានអារម្មណ៍រំភើបសប្បាយមែនតើអូរំភើបបីសប្បាយហើយចង់ឲ្យកម្មវិធីនេះកើតឡើងជារៀងរាល់ឆ្នាំហ៎បងបាទចង់ឲ្យក្រុមហ៊ុន ML Quality ប្រារព្ធកម្មវិធីសង្ក្រាន្តរៀងរាល់ឆ្នាំអូខេអរគុណច្រើនបងអរគុណបាទតោះឥឡូវយើងទៅស្វែងរកបេសកកម្មស្រីស្អាតវិញម្ដង Hello ស្រីស្អាតសួស្ដីចង់សួរមួយថាសង្ក្រាន្តឆ្នាំថ្មីនេះសប្បាយអត់សប្បាយបងសប្បាយខ្លាំងហ្មងហើយចង់ឲ្យកម្មវិធីបែបនេះមានជារៀងរាល់ឆ្នាំអត់ចង់បងចង់សប្បាយទៅឃើញបងប្អូនលេងអញ្ចឹងគឺសប្បាយចង់ឲ្យមានរាល់ឆ្នាំហ្មងអូខេអញ្ចឹងចង់ឲ្យមានរាល់ឆ្នាំណាអរគុណច្រើនអរគុណបាទអរគុណស្រីស្អាតបាទអូខេឥឡូវនេះយើងបានសម្ភាសក្រុមការងារមកជាច្រើនណាឥឡូវនេះយើងមកមើលម្ហូបនៅក្នុងកម្មវិធីសង្ក្រាន្តអំបិលវិញម្ដងចង់ដឹងថាមានអីញ៉ាំខ្លះតោះ let's go វ៉ាវឥឡូវនេះជួរមុខនេះគឺយើងបានរៀបមកជូរច្រើនប្រភេទមែនតើបងប្អូនទាំងអស់គ្នាអញ្ចឹងបន្ទាប់ពីយើងសង្វឹងអីចឹងណាយើងអាចខ្លែមមកជូរបានបាទអញ្ចឹងមុខម្ហូបទី2នេះយើងមានជាមួយនឹងនំបញ្ចុកខ្មែរហើយនឹងគួងបងប្អូនប៉ុន្តែឥឡូវនេះអត់ទាន់មកគ្រប់អញ្ចឹងអត់ទាន់បានបើកទេតោះឥឡូវយើងទៅបេសកកម្មបន្តទៀតអូខេបាទឥឡូវនេះយើងមកដល់ជាមួយនឹងកន្លែងឆ្ងាញ់បងប្អូនទាំងអស់គ្នាគឺជាបុកល្ហុងនិយាយទៅនៅកន្លែងណាក៏អត់អាចគ្របបុកល្ហុងបានដែរគឺរសជាតិឈ្ងុយឆ្ងាញ់តែម្ដងហើយខ្ញុំសុំមើលនេះបានទេបាទវ៉ាវតំណងគួរឲ្យចង់ញ៉ាំតែម្ដងបងប្អូនទាំងអស់គ្នាបាទឃើញគឺទាំងមកជាតិហ្មងបាទអរគុណច្រើនបាទមកឥឡូវយើងមកបន្តទៀត Thank you បាទអ្វីដែលមិនអាចភ្លេចបានគឺជានំខ្មែរបងប្អូនទាំងអស់គ្នាបាទគឺមានរសជាតិឈ្ងុយឆ្ងាញ់តែម្ដងគឺនំខ្មែរបាទមានគ្រប់មុខតែម្ដងហើយមានបាយឆាទេបងប្អូនទាំងអស់គ្នាមានមីមានអីអូច្រើនប្រភេទមែនតើអូលយហ្មងអាមុខខ្មែរបងប្អូនទាំងអស់គ្នាអូយកប់សេរីហ្មងបងប្អូនទាំងអស់គ្នាតិចទៀតខ្ញុំព្រួតបងមើលណាអាមុខខ្មែរគឺឆ្ងាញ់មែនតើបាទកប់ដល់ណាអូខេឥឡូវនេះយើងក៏មានតកឈូដែរបងប្អូនទាំងអស់គ្នាលេងល្បែងជាប្រៃហត់អីអាចបញ្ញត្តិតកឈូបានអូលយមែនតើបងប្អូនបាទហើយឡើយនេះគឺជាសំខាន់ណាស់បងប្អូនទាំងអស់គ្នាកម្មវិធីហ្នឹងបើមិនជាអត់ស្រាបៀរគឺដឹងអត់ដៃហ្មងអូខេតោះចឹងសម្រាប់កម្មវិធីក៏យើងមានរៀបចំជាមួយនឹងទឹកក្រូចដែរបើមិនជាយើងអត់ចេះញ៉ាំបរិយាយើងអាចញ៉ាំភេសជ្ជៈជាមួយនឹងទឹកក្រូចចៅរសជាតិបានអូខេបាទអូរសជាតិឈ្ងុយឆ្ងាញ់តែម្ដងបាទសាច់គោអាំងឈ្ងុយមែនតើបងប្អូនទាំងអស់គ្នាបាទតំណងមែនតើបាទមានថ្លើមគោមានអីបាទតំណងមែនតើអត់តាន់ព្រួយបងប្អូនទាំងអស់គ្នាមកហូបច្រើនពេកអញ្ចឹងយើងដើរបេសកកម្មបន្តទៀតបាទមានសាច់គោអាំងមាននំប៉័ងអីចឹងណាបងប្អូនទាំងអស់គ្នាបាទជាពិសេសអូហូយជួប idol ហើយគឺខ្ញុំ fan ភេគាត់មកជាយូរហើយសាច់មាន់អាំងបងប្អូនទាំងអស់គ្នាឆ្ងាញ់មែនតើបើមិនជាចង់ញ៉ាំឬក៏ត្រូវការកំងដាក់កម្មវិធីអាចធ្វើការតាក់ទងគាត់បានបាទអូនោះ logo គាត់បាទអូខេបាទមាន់អាំងស្រាយទៅហ៎បងសុំសង្ឃឹមអ្នកលួចតិចសាច់មាន់អាំងនេះរសជាតិមិនដែរបានទទួលបានការគ្រប់គ្រងពីអតិថិជនដូចសពថ្ងៃអញ្ចឹងណានិយាយរួមមាន់ស្រែខាងប្អូននេះគឺមាន់ស្រែសុទ្ធ 100% មកពីខាងខេត្តកំពតដល់ពេលអញ្ចឹងទៅអតិថិជនដែលគាត់ហូបហើយគាត់ចង់ហូបទៀតដោយសារយើងអាំងរសជាតិឆ្ងាញ់បែបធម្មជាតិណាហ្នឹងហើយបាទអញ្ចឹងបើសិនជាបងប្អូនចង់បានមាន់ស្រែពិតប្រាកដហើយចង់យកមកដាក់កម្មវិធីហើយទទួលបានរសជាតិឈ្ងុយឆ្ងាញ់អាចធ្វើការទំនាក់ទំនងគាត់បានបងប្អូនទាំងអស់គ្នាបាទធានាមាន់ស្រែ 100% ហើយនេះអាចតាក់ទងតាមនេះបានបាទឈ្មោះ Facebook page អូខេបាទហើយយើងក៏មានជាមួយនឹងបាទនំខ្មែរយើងបងប្អូនទាំងអស់គ្នាគឺជានំគ្រក់បាទនំគ្រក់នេះគឺជាប្រភេទនំខ្មែរសុទ្ធ 100% តែម្ដងបងប្អូនទាំងអស់គ្នាស្រួយក្រៅទន់ក្នុងរសជាតិឈ្ងុយឆ្ងាញ់ខ្លាំងតែម្ដងបាទអូនៅខាងផ្សារបឹងកេកងចាប់អារម្មណ៍អាចធ្វើការទំនាក់ទំនងគាត់បានបាទនេះបងប្អូនទាំងអស់គ្នាបាទនេះអូខេនេះជាទស្សនវិជ្ជាកម្មវិធីជារួមបងប្អូនទាំងអស់គ្នាគឺក្រុមការងារសប្បាយតែម្ដងហើយពេលច្រើនបន្ទាប់ពីសម្ភាសទៅគឺ
មានក្រុមការងារយើងជាច្រើនដែលគាត់ចង់ឲ្យកម្មវិធីនេះកើតឡើងជារៀងរាល់ឆ្នាំអញ្ចឹងសង្ឃឹមថាឆ្នាំក្រោយបន្តទៀតយើងនឹងមានកម្មវិធីកាន់តែធំជាងនេះបន្ថែមទៀតអញ្ចឹងការសម្ភាសក៏ដូចជាបេសកកម្មគឺត្រឹមចាប់ប៉ុណ្ណេះអរគុណច្រើនជម្រាបលាបងប្អូនបាយបាយ